បងសបកបាញ់ត្រាំងនេះល្អតាម៉ាក់ហ្នឹងណាសបកហ្នឹងរៀងស្វិតល្អបងប្អូនទឹកម៉ាក់នេះឆ្ងាញ់តើបងប្អូនព្រឹកនេះអត់ទៅធ្វើការ company គេសាត់ដោណោះឥឡូវខ្ញុំមករៀបចំធ្វើម្ហូប lunch time ខ្ញុំធ្វើ mousse spring roll បងប្អូនប្រហើយទឹកម៉ាំខ្ញុំថ្ងៃមុនបងប្អូនហើយមានបន្លែមានជីនេះដើរប្រមូលមើលមុខផ្ទះហើយនឹងក្រៅផ្ទះសិតតែប្រមូលទៀតបងប្អូនមកពីវាអត់តន់លាស់ល្អហើយស្លឹកខ្ទឹមនេះក៏មុខផ្ទះស្ដាយបដោះនេះក៏បដោះខ្លួនឯងប៉ុន្តែមិនមែនខ្ញុំបដោះទេខ្ញុំអ្នកបដោះហើយនឹងហាឡាពេញខ្ញុំចិត្តចំណិតចឹងជំនួសទៅសក់បងប្អូនហើយមានសាឡាត់នៅបន្តិចហើយខ្ញុំខ្ចប់ជាមួយបាញ់ហយឥឡូវនេះយើងយកបាញ់ហយទៅស្រោះសិនហើយយើងស្រោះដាក់សកត់ឲ្យវាលិចចឹងមើលអត់ច្បាស់ឲ្យផ្សាយឡើងមកទុកប្រហែល 2-3 នាទីទៅយើងស្រង់វាមកស្រោះទឹកទៅយើងយកទៅញ៉ាំបានហើយបងប្អូនបាញ់ហយខ្ញុំបន្ទាប់ពីទុកត្រាំមួយទឹកក្តៅ 2-3 នាទីហើយយើងចាក់ដាក់កញ្ច្រែងឲ្យស្រស់ទឹកចឹងទៅបងប្អូនចង់ផាត់ខ្លាញ់ជាមួយស្លឹកខ្ទឹមទៅរៀបវាដាក់ចានហើយលាបវាតិចមកយើងអាចយកទៅខ្ចប់ញ៉ាំបានដែរប៉ុន្តែនេះខ្ញុំអត់ខ្ចប់ទេខ្ញុំមូជាមួយសបក spring roll អញ្ចឹងខ្ញុំអត់ដាក់ស្លឹកខ្ទឹមខ្លាញ់ទេបងប្អូនយើងចាប់ប្រទេសមកយកមកមូរុំជាមួយ spring roll ទៅហើយដាក់បន្លែដាក់សាច់ចឹងណាអូននេះបាញ់ហយខ្ញុំទុនល្អណាបងប្អូនដាក់តែ 2-3 នាទីហើយយើងយកមកចាក់ដាក់កញ្ច្រែងឲ្យស្រស់ទឹកហ្នឹងណាទុនល្មើយនេះទុនហើយសាច់ជ្រូកខ្ញុំក៏បានហាន់ជាច្របាមូហើយដែរឥឡូវខ្ញុំទៅយកសបក spring roll យកមកមូទុកឲ្យគ្រួសារខ្ញុំយកទៅធ្វើការខ្លះយកទុកញ៉ាំពេលអាហារថ្ងៃត្រង់នេះខ្លះចឹងណាអូនសបកណែមនេះម៉ាក់ថ្មីខ្ញុំយកមកសាកមើលមកពីឃើញថងវាមាន zip បងប្អូនយើងហែកចឹងមកវាមានដូច zip បែបយើងចឹងយើងស្រួលទុកដាក់ហើយណាមួយខ្ញុំចង់សាកសបកហ្នឹងវាមិនចឹងណាពេលយើងប្រើអស់យើង zip ចឹងណាទុកស្រួលបងប្អូនបាច់ទៅរកថង zip យើងយកមកដាក់ជាប់ទៀតទេឥឡូវនេះខ្ញុំរៀបចំមកខ្ចប់ spring roll ហើយខ្ញុំមានកពឹសនេះបងប្អូនកពឹសនឹងកំប៉ុងគេលក់ហ្នឹងកពឹសនេះខ្ញុំមានក៏ខ្ញុំយកមកដាក់ថែមអញ្ចឹងណាបើបងប្អូនចង់ដាក់បកាស្រស់ក៏បានដែរខ្ញុំដំបូងថាចង់ដាក់តែសាច់ជ្រូកហ្នឹងផងដាក់ទៅជាកពឹសក្រៀមហ្នឹងក៏យកមកដាក់មកធំក្លិនគេលីងឲ្យឈ្ងុយមានរសជាតិផ្អែមតិចអញ្ចឹងណាបងប្អូនលឹកខ្ទឹមខ្ញុំដាក់អញ្ចឹងហើយឡាប់បញ្ញមកហើយយើងដាក់បាញ់ហយស្រួលដាក់មួយចំណិតបត់ជា2មកហើយយើងរោយកពឹសនៅពីមុខសាច់ជ្រូកចឹងណាបងប្អូនបងប្អូនមកជាហៀងសាច់ជ្រូកចឹងទៅហើយមកជាហៀងនេះកពឹសមិនសូវស្អាតបានទេបងប្អូនហើយយើងបានអ្នកគេថាអ្នកលក់ដូចคลิกដាក់ជីនៅខាងក្រោមបាំងអាកធនទឹកជ្រលក់ឃើញសាច់យើង2តង់ពេលយើងដាក់កូលើគ្នាវាបាំងអាសាច់កពឹសយើងណាពេលយើងមូទៅវាអាហ្នឹងវាយើងមូទៅមុខបន្តិចអាកពឹសយើងរុញទៅមុខបន្តិចយើងរុញវាមកក្រោយវិញមកដើម្បីឲ្យវានៅចិត្តអាសាច់ជ្រូកបងប្អូនសាច់ជ្រូកហើយនឹងកំពឹសពួកយួនណាបកែមូណាបងប្អូនមូប៉ិនគ្នាគេចំនាញយ៉ាងហ្នឹងរាល់ថ្ងៃហ្នឹងសាច់ជ្រូកសតបងប្អូនខ្ញុំមកដាក់កពឹសហើយដាក់សាច់ជ្រូកសតខ្លះដាក់លាយកពឹសខ្លះចឹងណាខ្លះគ្រួសារខ្ញុំគាត់អត់ចង់ញ៉ាំកពឹសញ៉ាំសាច់ជ្រូកសតអញ្ចឹងខ្ញុំមូណែមរួចហើយនេះមូណែមបាន2ចាននេះទុកញ៉ាំហើយមួយចាននេះឲ្យគាត់យកទៅធ្វើការបងប្អូនមិនដែរបងប្អូនញ៉ាំប្រហើយទឹកខ្ញុំដាក់អញ្ចេះមកពីវាខ្លាចវាជាប់ហ្នឹងវាលហែកស្បែកហ្នឹងបងប្អូនហើយនេះទឹកម៉ាំខ្ញុំថ្ងៃមុនឥឡូវយកមកប្រហើយទឹកត្រីផ្អែមក៏មានដែរបងប្អូនដល់បងប្អូនតំណងទេនេះទឹកម៉ាំហ្នឹងយើងដាក់ពេលញ៉ាំថែមសណ្តែកដីថែមម្ទេសឆាឬក៏ម្ទេសស្រស់ក៏បានដែរតាមបងប្អូនចូលចិត្តបែបណាអញ្ចឹងទៅហើយបងប្អូនចូលរួមទាំងអស់គ្នា